ថ្ងៃរះហើយក៏លិចហើយក៏រះវិលចុះវិលឡើងយ៉ាងណាមិញដូចជារឿងរ៉ាវរបស់យើងដែលរស់នៅប្រចាំថ្ងៃអញ្ចឹងយើងទាំងអស់គ្នារស់នៅប្រចាំថ្ងៃនេះគឺជីវិតប្រៀបដូចជាថ្ងៃអញ្ចឹងពេលណាដែលថ្ងៃលិចយើងក៏គេងបន្ទាប់ពីថ្ងៃរះយើងក៏ភ្ញាក់យ៉ាងណាមិញជីវិតយើងជួបរឿងរ៉ាវដូចគ្នាពេលណាដែលជួបរឿងរ៉ាវយើងប្រឈមមុខដោះស្រាយរឿងរ៉ាវក៏វាមិនមែនចេះតែកើតរហូតទេថ្ងៃនេះវាកើតថ្ងៃស្អែកវាអត់ថ្ងៃស្អែកវាកើតខាងស្អែកវាអត់វាវិលវល់ដូចជាថ្ងៃរះហើយលិចអញ្ចឹងដូច្នេះហើយយើងមិនអាចប្រកែកប៉ុណ្ណឹងប្រឆាំងតវ៉ាថាកុំឲ្យយើងមានរឿងឲ្យយើងជួបតែរឿងល្អជីវិតមួយនេះវាដើរដូចជាខ្យល់ដង្ហើមរបស់យើងអញ្ចឹងដង្ហើមរបស់យើងពេលយើងឈប់ដកក៏វាដាច់ខ្យល់នៅពេលយើងដកក៏ជីវិតយើងរស់បន្តទៀតយ៉ាងណាជីវិតរបស់យើងក៏បត់បែនដូចជាពេលវេលាអញ្ចឹងដែរយើងងាកទៅមើលភ្លៀងដល់រដូវភ្លៀងវាក៏ភ្លៀងផុតរដូវភ្លៀងវាក៏រាំងជីវិតរបស់យើងអញ្ចឹងដែរយើងអត់បានគិតយើងអត់បានប្រាថ្នាយើងអត់បានស្រវាចាប់យកវាមកទេរឿងអ្វីដែលអត់ល្អប៉ុន្តែវាដល់ពេលវេលាវាដែលត្រូវកើតយើងមិនអាចប្រឆាំងបានដូចជារដូវភ្លៀងអញ្ចឹងណាដល់ពេលរដូវភ្លៀងវាភ្លៀងមកគឺវាភ្លៀងមកហើយវាអត់មានអ្វីដែលអាចទៅទប់ទល់បានទេព្រោះជារដូវកាលរបស់វាយ៉ាងណាមិញរឿងរ៉ាវជីវិតរបស់យើងដូចគ្នាអញ្ចឹងដល់ពេលណាដែលវាត្រូវកើតទាំងដែលយើងមិនបានគិតក៏វាកើតមកដែរយើងមិនអាចខាត់យើងមិនអាចទៅតវ៉ាយើងមិនអាចទៅប្រឆាំងបានយ៉ាងណាមិញយើងរៀនរស់ស្របជាមួយពេលវេលាខ្សែជីវិតរបស់យើងទៅយើងគិតអ្វីដែលល្អយើងត្រូវមានក្តីសង្ឃឹមថ្ងៃនេះយើងជួបរឿងស្អែកឡើងយើងភ្ញាក់ឡើងយើងក៏ដោះស្រាយវាបានដូច្នេះកុំអាក់អន់សពុនចិត្តថ្ងៃស្អែកនៅតែមានក្តីសង្ឃឹមរបស់យើងក៏នៅតែមានដូចគ្នាបើអត់មានថ្ងៃស្អែកយើងក៏អត់មានក្តីសង្ឃឹមដែរយ៉ាងណាមិញខ្ញុំចែកលេខឃ្លីបនេះទៅកាន់បងប្អូនកុំអស់សង្ឃឹមអីអស់សង្ឃឹមធ្វើអីបើជីវិតនេះវានៅមានដង្ហើមដកនៅឡើយនោះពេលណាដែលយើងដកដង្ហើមបានស្រួលមានន័យថាសុខភាពរបស់យើងល្អហើយមានន័យថាវាគ្មានអ្វីដែលកើតឡើងសម្រាប់យើងហើយវាក៏គ្មានអ្វីដែលរាំងស្ទះសម្រាប់យើងទេតាមពិតទៅជីវិតយើងគ្រប់គ្នាគឺសុទ្ធតែល្អគ្រប់គ្នាល្អជាងរឿងមិនល្អគ្រាន់តែថាអ្វីដែលវាមិនល្អកើតឡើងគឺវាអត់បានដូចអ្វីដែលយើងគិតវាមិនបានស្កប់ចិត្តវាអត់បានដូចបំណងទើបធ្វើឲ្យជីវិតរបស់យើងវាវិលវល់ទើបធ្វើជីវិតរបស់យើងចង់ឲ្យថ្ងៃលិចកំរះតែសួរថាយើងទៅអាចហាមឃាត់ជាមួយនឹងពន្លឺព្រះអាទិត្យជាមួយនឹងពេលវេលាបានដែរឬទេជាមួយនឹងធម្មជាតិបានដែរឬទេវាអត់បានពេលវេលាដែលលិចគឺថ្ងៃត្រូវតែលិចពេលវេលាដែលរះគឺថ្ងៃទៅជារះយ៉ាងណាមិញខ្ញុំចង់ឲ្យបងប្អូនមានក្តីសង្ឃឹមថាថ្ងៃស្អែកត្រូវតែមានក្តីសង្ឃឹមយើងក៏ត្រូវតែមានដូចគ្នាហើយយើងត្រូវរៀនប្រឡែងទៅតាមពេលវេលាជូនពរសុខសប្បាយទាំងអស់គ្នា